សួស្តីអ្នកនរគ្នាកាលពីមួយឆ្នាំមុនខ្ញុំបានចេញវីដេអូមួយនេះដែលនិយាយពីរឿងខ្លះៗរបស់កាប់អញ្ចឹងថ្ងៃនេះយើងនឹងមកមើលថាពណ៌ទាំងអស់នោះគឺវាខ្លាំងប៉ុណ្ណាដោយសារតែថ្ងៃនេះគឺយើងនឹងមកធ្វើការមកបកស្រាយក៏ដូចជាសម្រាយទៅលើ One Piece អេពីសូតទី1114ដែលយើងពីការទៅជួយរំដោះ Kobe ចេញពីកោះ Hachinosu ឬក៏ជាកោះចោលសមុទ្រហ្នឹងឯង Wait កុំតណាជេរខ្ញុំស្ដាប់ខ្ញុំសិននៅក្នុងវីដេអូមួយនេះគឺ spoiler សម្រាប់អ្នកដែលមិនទាន់បានមើលដល់អេពីសូតមួយនេះព្រោះក្នុងវីដេអូមួយនេះគឺខ្ញុំផ្ដោតទៅលើ power ក៏ដូចជាការប្រយុទ្ធគ្នារបស់គាត់តែប៉ុណ្ណោះចិត្តសាច់រឿងទាំងអស់ហ្នឹងគឺខ្ញុំបែងចែកវាជា2 part ហើយបើអ្នកទាំងអស់គ្នាចង់មើលរបៀបសម្រាយពេញមិនចង់មើលជារបៀបកាត់អញ្ចឹងក្រៃរអាចបាត់សាច់រឿងអ្នកទាំងអស់គ្នាក៏អាចចាំមើលបងមនោចរណៃក៏សម្រាយទៅយ៉ាងហោចណាស់ប្រហែលជា20វីដេអូជាងអីទៀតហ្នឹងគឺដល់អេពីសូតមួយហ្នឹងហើយតែបើសិនជាចង់ spoiler អីតោះយើងចូលទៅកាន់វីដេអូមួយទាំងអស់គ្នាមុននឹងឈានចូលទៅដល់វីដេអូមួយនេះអ្នកនរគ្នាក៏please join ក្រុម anime community Cambodia មួយផងដោយសារតែក្រុមហ្នឹងគឺយើងអាចផុសលើ meme ដូចជា anime អីផ្សេងដោយ free ទេហើយក្រុមហ្នឹងក៏មានខ្ញុំផងដែរអញ្ចឹងកុំឲ្យខាតពេលវេលាវែងឆ្ងាយយើងចូលទៅដល់វីដេអូមួយនេះទាំងអស់គ្នាសាររឿងគឺបានបង្ហាញអំពីវត្តមានរបស់ Kobe ដែលពេលនេះគឺត្រូវបាន Blackbeard ចាប់មកដាក់ទៅលើកោះ Hachinosu ឬក៏កោះសោសមុទ្រនឹងបាត់ទៅហើយដែលយើងមិនដឹងទេថាគាត់នៅជាប់នៅក្នុងនឹងរយៈពេលប្រហែលថ្ងៃនោះទេហើយក្រោយមកយើងក៏បានឃើញថា Perona ក៏បានមកជួយរំដោះ Kobe ដែលក្រុមលក្ខខណ្ឌថាឲ្យ Kobe នឹងទៅជួយរំដោះជាកូន Moria ផងដោយសារតែ Moria ក៏ត្រូវបាន Blackbeard ធ្វើស៊ីយកមកដាក់លើនឹងដែរដូច្នេះទើបយើងឃើញថា Kobe បានដើរជួយអ្នកគ្រប់គ្នាពេញលើកោះហ្នឹងឯងមិនថាជាជន Civil ឬក៏ Pirate នោះទេហើយមុននឹងបន្តសេរីទៅមុខទៀតដើម្បីកុំឲ្យឆ្ងល់ថាហេតុអីបានជា Kobe មកជាប់នៅលើកោះនឹងតែឯងចឹងចុះតើកងទ័ពជើងទឹកអត់មកជួយគាត់ទេមែនអញ្ចឹងដើម្បីកុំឲ្យឆ្ងល់ច្រើនយើងបកទៅមុននឹងបន្តិចគឺនៅអេពីសូត1080ដល់យើងនឹងមកមើលថានៅអេពីសូតមួយនឹងមានរឿងអ្វីកើតឡើងហេតុអ្វីបានជា Kobe មកជាប់នៅលើកោះ Hachinosu អញ្ចឹងនៅក្នុងអេពីសូត1080យើងបានឃើញថានៅពេលនោះគឺថារដ្ឋាភិបាលពិភពលោកបានសម្រេចចិត្តរំលាយទៅលើ1000មេតបចោលសមុទ្រឬក៏ Warlord ហ្នឹងហើយ Kobe ត្រូវបានទទួលបញ្ជាពីថ្នាក់លើឲ្យមកចាប់ Boa Hancock នៅឯកោះ Amazon ហ្នឹងឯងតែរឿងដែលពួកគេស្មានមិនដល់នោះពេលដែលទៅគឺមិនមែនជួបត្រឹមតែ Boa Hancock នោះទេពួកគឺបានជួបជាមួយនឹង Blackbeard Pirate ឡើងមកគ្រូតែម្ដងមានន័យថាក្រុមរបស់ Blackbeard Pirate ក៏ធ្វើដំណើរទៅកោះ Amazon ដូចគ្នាដែលមូលហេតុដែលពួកគេទៅកោះ Amazon ដូចគ្នាហ្នឹងគឺដោយសារតែ Blackbeard Pirate នឹងចូលចិត្តដើរប្រមូលអ្នកដែលមានថាពោផ្លាច់ឈើឲ្យសាច់ខ្លាំងមែនតើហើយបើសិនមកពួកគេប្រមូលបានហ្នឹងបើមិនយកទៅលក់ក៏ពួកគេទុកប្រើខ្លួនឯងដែរដែលនេះហើយគឺជាបញ្ហាធំរបស់កងទ័ពជើងទឹកក៏ដូចជា Kobe នឹងឯងព្រោះថាអាប៉េធីកហ្នឹងគឺគេទៅតែបានឡើងជាយន្តគោថ្មីហ្នឹងឯងនៅពេលដែលពួកគេកំពុងតែធ្វើសង្កេតជាមួយគ្នាសុកឬនៅផងដែរភ្ញៀវដែលមិនបានអញ្ជើញក៏បានចេញមុខមកの方位は予想したがお前が嫌いでねReally បានបញ្ចេញទៅលើហាគីយ៉ាងខ្លាំងរបស់ខ្លួនបានគម្រាមទៅកាន់ធីកផងដែរប្រាប់ថាបើសិនមកធីកនឹងមិនព្រមបញ្ឈប់ទៅលើសកម្មភាពរបស់ខ្លួននៅលើកោះ Amazon នេះទេទោះបីជាធីកនឹងឡើងទៅដល់យន្តគោឬក៏កម្រិតហួសនឹងក៏ដោយក៏គាត់មិនទុកមុខឲ្យធីកនោះដែរហើយទោះបីជាធីកជាមួយក្នុងចំណោម4យន្តគោក៏ដោយក៏គាត់នៅតែខ្លាយរអាទៅលើវត្តមានរបស់ Rayleigh ដែរដោយសារតែ Rayleigh នឹងគឺហាគីខ្លាំងយកទៅមែនទេប៉ុន្តែដើម្បីកុំឲ្យខាតថាមកកោះ Amazon នឹងអត់បានអីហើយប្រយុទ្ធគ្នាឲ្យកម្លាំងទៀតBlackbeard ក៏ចាប់ក្រុម Marine ទាំងអស់ហ្នឹងយកទៅកោះ Hachinosu ក្នុងនាមជាទាសករតែម្ដងតែដោយសារតែមេរបស់ពួកគេដែលជា Kobe ហ្នឹងបានចរចាជាមួយនឹង Blackbeard ថាយកតែខ្លួនគាត់មួយទៅបានហើយទុកឲ្យអ្នកផ្សេងទៀតរួចខ្លួនហ្នឹងទៅពេលនោះផងដែរ Thick បានយកសំណើមួយហ្នឹងហើយចាំតែ Kobe ម្នាក់តែប៉ុណ្ណោះក្រៅពីហ្នឹងគឺបោះលែងឲ្យមានសេរីភាពឡើងវិញដូច្នេះហើយទើបយើងបានឃើញ Kobe មកជាប់នៅលើកោះមួយហ្នឹងតែឯងហ្នឹងហើយយើងកម្មមកដល់បច្ចុប្បន្នវិញទោះបីជា Kobe អាចចេញពីគុកបានក៏ដោយក៏គេនៅតែកិច្ចមិនរួចបញ្ចោលសមុទ្រនៅលើកោះនោះដែរហើយខណៈពេលដែល Kobe ស្ទើរតែជេរដោយសារក្រកកំភ្លើរបស់ពួកចោលសមុទ្រនោះបាញ់មកទៅហើយនោះភ្លើនោះក្រកកំភ្លើដែលពួកវាបាញ់ទៅបែរជាខ្លាយទៅជាផ្កាទៅវិញធ្វើឲ្យពួកចោលសមុទ្រទាំងអស់នោះគឺវាឆ្ងល់ខ្លាំងមែនទែនហើយមូលហេតុនេះគឺមកពីស្នាដៃរបស់មេបញ្ជាការកងទ័ពជើងទឹកម្នាក់ដែលមានឈ្មោះថា Hibari ហ្នឹងឯងហើយមិនមែនមានត្រឹម Hibari ម្នាក់នោះទេនឹងមានមនុស្សច្រើនទៀតដូចជាលោកឧត្តមសេនីយ៍ Cross Tashiki Hemmepo កងទ័ពជើងទឹកហើយប្រកាសណាស់វត្តមានចុងក្រោយគេនោះគឺជា Vice Admiral Gap ហ្នឹងឯងចឹងហើយបានជា Marine សម្រាប់ចិត្តមកជួយ Kobe តែដឹងថានៅលើកោះមួយនេះគឺវាមានគ្រោះថ្នាក់ខ្លាំងយើងបកទៅកាន់អេពីសូតទី1103សិន
នៅពេលដែល Kobe ត្រូវបានចាប់ខ្លួនភ្លាម Hibari និង Hamapo គឺចង់ទៅជួយ Kobe ខ្លាំងណាស់ហើយពួកគេគឺបានទៅអង្វរយំឲ្យបង្ដំសំណី Cross នឹងទៅជួយ Kobe ផងជាច្រើនលើជាច្រើនសារប៉ុន្តែត្រូវបានគាត់បដិសេធហើយតាមពិតមូលហេតុគឺមិនមែនគាត់មិនចង់ជួយ Kobe ទេមូលហេតុគឺដោយសារតែកោះ Hachinosu ឬក៏កោះចោលសមុទ្រហ្នឹងគឺវាមានគ្រោះថ្នាក់ខ្លាំងមែនទែនដោយសារតែកោះមួយហ្នឹងគឺជាសម្បុករបស់ពពួកចោលសមុទ្រហ្នឹងឯងណាមួយដោយសារតែ Akainu គឺគាត់មិនចង់លូកដៃចូលទៅក្នុងរឿងមួយនេះផងដោយសារតែខណៈពេលដែល Kobe ត្រូវបានចាប់ខ្លួនហ្នឹងគឺមានរឿងអញ្ញាញ៉ៃច្រើនខ្លាំងមែនទែនរឿងរំលាយប្រព័ន្ធមេតបចោលសមុទ្រផង Luffy Law Kid វាយពីយន្តកោឲ្យដេកស្អាតផងយន្តកោថ្មីបានកាត់ឡើងផងហើយនឹងរឿងចុងក្រោយគេគឺរឿងធ្វើឃាតវេកាប់ផាំងទៀតដូច្នេះហើយការទៅលវីលវកោះចោលសមុទ្រក៏ដូចជាយន្តកោហ្នឹងគឺវាមិនមែនជារឿងងាយស្រួលនោះទេហើយដែលគាត់លើកហេតុផលថា Kobe ហ្នឹងគឺអាចមើលថែខ្លួនឯងបានហើយតែចុងក្រោយអ្នកដែលមិនបោះបង់ Kobe ចោលនោះគឺជា Vice Admiral Garp គឺបានជិះនាវារបស់គាត់មកដល់មុខទីស្នាក់ការកងទ័ពជើងទឹកមួយកន្លែងរួចគាត់ក៏បានស្រែកហៅហេមពោលឺថាហេមពោតើឯងនៅណាតោះយើងទៅជួយ Kobe បើសិនជាអាកាចា Akainu នោះវាមិនអើបើរឿងនេះទេទុកឲ្យយើងជាអ្នកចាត់ការពួកវាទៅចុះដូច្នេះហើយទើបយើងឃើញពួកគេមកដល់កោះ Hachinosu ហ្នឹងឯងដល់កន្លែងហ្នឹងគ្នាយើងប្រហែលជាគិតថាបើសិនបាននៅ Marineford Garp ធ្វើអញ្ចឹងដែរគឺមិនដឹងជាល្អប៉ុណ្ណាទេតាមពិត Garp គឺដោយសារតែគាត់មានវិបត្តិសារីនៅក្នុងហេតុការណ៍នៅក្នុង Marineford ហ្នឹងហើយទើបធ្វើឲ្យគាត់សម្រេចចិត្តទៅជួយ Kobe ឲ្យទាន់ពេលវេលាហ្នឹងឯងតាមរបបច្ចុប្បន្នវិញ Garp បានប្រើកម្លាំងដៃដ៏មហាសាលរបស់គាត់បូកជាមួយនឹង Haki ហ្នឹងវាយមហាសមុទ្រធ្វើឲ្យនាវារបស់គាត់ហោះដូចជាកន្ទុំរុយតែម្ដងគាត់ក៏បានដើរទៅមុខនាវាដែលជះអ៊ូរ៉ាឡើងពេញនាវាតែម្ដងដល់ថ្នាក់ពួកចោលសមុទ្រនៅខាងក្រោមមើលមកលើហ្នឹងគឺថាកៀងគ្រប់គ្នាតែម្ដងគាត់បានស្រែកមកតំហឹងទៀតផងដែរថាណែពួកអាចោលសមុទ្រពួកហើយឥឡូវដូចជាថ្លើមធំដងណាហ៊ានចាប់គ្រួសាររបស់យើងមកទីនេះផងថ្ងៃហ្នឹងយើងនឹងចាប់បលត់ស្បែកពួកឯងនឹងបដៅពួកឯងចេញម្ដងពួកចោលសមុទ្រដែលនៅខាងក្រោមក៏ទៅលើកបែបនេះភ្លាមវាបាននិយាយថានៅធ្វើអីទៀតពួកដៃមិនហៃមិនរត់តែទោះបីជាពួកវាចង់ទៅណាក៏រត់មិនរួចពីកំដាប់ដៃរបស់កាបផងដែរនៅពេលនេះកន្លែងមួយនេះគឺខ្ញុំមិនបាច់ចាំនិយាយច្រើនទេគឺនិយាយតែមួយម៉ាត់គត់គឺថា let him cookនេះក៏ Hachinosu មួយទៅមូគឺខ្ទេចឡើងចូលជាង 80% បាត់ទៅហើយដោយសារតែស៊ីងដៃរបស់កាបតែប៉ុណ្ណោះដែលគាត់ហៅកំដាប់ដៃមួយនោះថា Galaxy Impact ហើយយើងសាកសម័យមើលថាបើសិនជានៅក្នុងសង្គ្រាមនៅ Marineford Garp បានប្រើ Galaxy Impact មួយដៃនោះគឺថា Marineford មួយទៅមូប្រហែលជាវាយចេញជា Edge ចាយបានបាត់ទៅហើយដូច្នេះទើបយើងឃើញថានៅក្នុងសង្គ្រាមនៅ Marineford Sengoku គឺប្រើកម្លាំង 10% វាយជាមួយ Luffy រីឯ 90% គឺមើល Garp ហ្នឹងឯងពេលនេះ Kobe មើលទៅដូចជាត្រូវបានរំដោះបានសម្រេចទៅហើយខណៈពេលដែលពួកគេរៀបចំចេញពីកោះ Hachinosu វិញបាត់ទៅហើយភ្លាមនោះរូបរាងរបស់ Hibari ក៏ត្រូវបានកកភ្លាមហើយយើងប្រហែលជាអាចទាយដឹងហើយថានេះគឺជាស្នាដៃរបស់អ្នកណាគេហើយម្នាក់នោះគឺជា Aokichi Kusa នឹងឯងដែលជាអតីត Admiral នឹងឯងហើយមូលហេតុដែលគាត់មកចូលរួមជាចៅសមុទ្រនឹងគឺវាមានរឿងវែងឆ្ងាយច្រើនហើយខ្ញុំអត់ចង់ spoiler ច្រើនទេអញ្ចឹងខ្ញុំគ្រាន់តែរៀបប្រវត្តិរបស់គាត់ខ្លះៗដោយសារតែនៅសង្គ្រាមធំនៅ Marineford ត្រូវបានបញ្ចប់ Sengoku គឺគាត់លាយលែងពីតំណែងរបស់គាត់ដូច្នេះហើយគឺគេត្រូវការរើសទៅលើសេនាប្រមុខថ្មីហើយអ្នកដែលគេពេញចិត្តនោះគឺជា Akainu ប៉ុន្តែគឺថា Aokichi គឺគាត់មិនសុខចិត្តនោះទេគាត់បានធ្វើការប្រយុទ្ធជាមួយនឹង Akainu ឡើង10យប់10ថ្ងៃទើបធ្វើឲ្យពួកគេចេញលទ្ធផលហើយអ្នកដែលបានជាជំនះនោះគឺជា Akainu ដូច្នេះហើយដោយសារតែ Aokichi គាត់មិនចូលចិត្តទៅលើការគ្រប់គ្រងរបស់ Akainu នោះទើបគាត់សម្រេចចិត្តលាលែងពីតំណែងកងទ័ពជើងទឹកនឹងឯងហើយរឿងផាត់មួយរបស់យើងគឺវាចប់ត្រឹមហ្នឹងហើយការប្រយុទ្ធរបស់ Aokichi ជាមួយនឹងកាបខ្ញុំនឹងលើកវាទៅវីដេអូក្រោយបើពេញចិត្តវីដេអូនេះកុំភ្លេចចុច like និង subscribe ហើយបើចង់ឧបត្ថម្ភខ្ញុំបានអាច scan ទៅលើ QR ដែលខ្ញុំបានដាក់នៅលើវីដេអូនេះបានហើយបើចង់ជជែកគ្នាគឺអាចចុច link ទៅលើ Telegram ដែល admin បានដាក់នៅក្នុងវីដេអូនេះផងដែរដូច្នេះក៏បាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ